សួស្តីចូលមកកាន់ EP 7មកបន្តភាពផ្អែមល្ហែមបន្តទីនឹងអរគ្នាដោយ EP 6ចាប់ទៅដោយមានអ្នកទេមកកាត់សង្វាក់ពួកគាត់ពេលដែលពួកគាត់ពងថើបគ្នាហើយពេលនឹងដែរអ្នកដែលទេមកហ្នឹងគឺបុគ្គលិកនៅ Sky Bar របស់មឿងហ្វាដោយសារតែមានភ្ញៀវគាត់ឆ្លោះប្រកែកគ្នាហើយភ្ញៀវនឹងអត់ព្រមដោះស្រាយជាមួយនឹង manager ទេចង់ជួបម្ចាស់បារនឹងយកហ្មងអញ្ចឹងទៅបានបុគ្គលិករបស់គាត់ត្រូវបង្ខំចិត្តទេមកមឿងហ្វាទាំងដែលគាត់ដឹងថាគាត់អត់គួររំខានទេដោយសារតែមឿងហ្វាមក trip មកអីអញ្ចឹងប៉ុន្តែនេះបញ្ហាបន្ទាន់មែនទើបគាត់ទេមកកាត់ចូលមកដល់ពេលផឹកគឺយំមិញអត់មានព្រឿងអីកើតឡើងអ្នកនរគ្នាគេងធម្មតាទេហើយពេលផឹកឡើងភ្ញាក់មកដល់ហ្នឹងមឿងហ្វាគាត់ក៏ចង់សុំទោសទៅធីរ៉ាក់ដែលយំមិញគាត់ថើបធីរ៉ាក់អីអញ្ចឹងណាក៏ប៉ុន្តែនិយាយអត់ទាន់ចប់ផងហ្នឹងណាធីរ៉ាក់ប្រាប់ថាគាត់ទៅងុយទឹកឯណារបៀបថាស្លន់ចង់កិច្ចពី topic ហ្នឹងអត់ចង់និយាយរឿងហ្នឹងទេហើយមឿងហ្វាបើយើងឆ្ងល់ទៀតអីកាត់ចូលមកដល់ពេលញ៉ាំអាហារពេលព្រឹកគឺគ្រប់គ្នាគេបានមកអស់ហើយនៅតែធីរ៉ាក់ឲ្យមឿងហ្វាមកក្រោយគេហើយសម្រាប់ហៀនិងរៀលវិញញ៉ាំគ្នាទៀតហើយពេលហ្នឹងគឺរៀលគាត់បានយកម្ហូបរបស់ហៀញ៉ាំហើយហៀថាអញ្ចឹងវិញមកត្រាំរបស់គាត់អញ្ចឹងហើយតមកគាត់ក៏បានយកម្នាស់ហ្នឹងទៅឲ្យហៀញ៉ាំវិញថាយកអានេះឲ្យអានោះវិញអញ្ចឹងណាហើយគាត់បខំឲ្យហៀនឹងញ៉ាំហើយគេបខំគ្នាហ្នឹងឡើង sweet ឡើងខ្ជូតឡើងអ្នកនៅចិត្តហ្នឹងមានការចំណែនរបៀបថាបរឹសវីអ្នកហ្នឹងហ្មងហើយពេលបខំហើយឲ្យញ៉ាំហើយសួរថាឆ្ងាញ់អត់អីអញ្ចឹងណាហើយតមកអ្នកនៅចិត្តហ្នឹងក៏ធ្វើតាមដែររបៀបថាញ៉ាំហើយឆ្ងាញ់អត់អីអញ្ចឹងណាឌឺញ៉ោះពីអ្នកហ្នឹងទាំងមិត្តភក្តិធីរ៉ាក់ទាំងគូបែបជាមួយនឹងដមអីហ្នឹងហើយឥឡូវនេះធីរ៉ាក់បានមកដល់កន្លែងញ៉ាំអីអញ្ចឹងទៅគាត់ក៏បានមកអង្គុយហើយពេលដែលមឿងហ្វាគាត់បានមកដែរហ្នឹងគាត់មកអង្គុយចិត្តធីរ៉ាក់ប៉ុន្តែធីរ៉ាក់ងើបចេញពីកៅអីដែលជាប់មឿងហ្វាហ្នឹងទៅអង្គុយកៅអីជាប់បងគាត់ធ្វើឲ្យមឿងហ្វារបស់យើងឆ្ងល់លឺថាធីរ៉ាក់កើតអីយំមិញអត់អីយ៉ាងម៉េចឥឡូវលឺថានៅឆ្ងាយពីគាត់ចង់កិច្ចពីគាត់សំបីតែអ្នកនៅលើតុហ្នឹងគឺឆ្ងល់គ្រប់គ្នា6នាក់នេះសញ្ញាសួរពេញក្បាលហ្មងហើយ2នាក់ហ្នឹងកើតដូចគេហើយលីនេះឆ្ងល់ជាងគេហ្មងកាត់ចូលមកខាង Sky Bar នេះវិញឥឡូវនេះបន្ទាប់ពី trip ហ្នឹងហើយពួកគាត់គឺត្រូវមកដោះស្រាយបញ្ហានៅក្នុងហាងរបស់គាត់មឿងហ្វាហើយនឹងរៀលក៏បានគិតថាអញ្ចេះនៅសុកហាងគាត់មានបញ្ហាបន្តរហូតពីមួយទៅមួយវាមិនមែនរឿងចៃដន្យទេប្រហែលជាមានណាគេរៀបគម្រោងចង់ធ្វើបាបពួកគាត់ហើយភ្ញៀវមកបកករឿងរហូតបន្ទាប់ពីនិយាយគ្នាហើយពួកគាត់ក៏បែងចែកការងារគ្នាថាត្រូវធ្វើម៉េចដោះស្រាយរឿងហ្នឹងកាត់មកខាងធីរ៉ាក់វិញឥឡូវនេះគាត់កំពុងតែអានកាร์ตูនរបៀបស្នេហា sweet ណាហើយនៅពេលដែលគាត់អានដល់កន្លែងគេថើបគ្នាអញ្ចឹងគាត់នឹកឃើញដល់គាត់ហើយនឹងមឿងហ្វាពេលថើបគ្នានឹងដែរនិយាយទៅធីរ៉ាក់នឹងពងភ័យហើយពេលហ្នឹងដែរមឿងហ្វាបានទេមកគាត់ហើយពេលហ្នឹងមឿងហ្វាលឺថាអត់ប្រកាសចិត្តដែរមិនសមមិញធីរ៉ាក់ដូចខឹងគាត់អីអញ្ចឹងដឹងថាធីរ៉ាក់លើកទូរស័ព្ទអត់ទេហើយពេលហ្នឹងធីរ៉ាក់អត់លើកទូរស័ព្ទទេហើយមឿងហ្វាក៏បានបដូរមកជាឆាតវិញហើយពេលហ្នឹងធីរ៉ាក់ក៏មើលតែអត់ដឹងថាគាត់ចង់ reply ឬក៏អត់ទេហើយបានបែបចូលមកកាត់អញ្ចឹងទៅគាត់ក៏និយាយជាមួយនឹងបងស្រីគាត់បែបសិនធីរ៉ាក់បាននិយាយប្រាប់បងស្រីរបស់គាត់ថាគាត់ឥឡូវហ្នឹងគាត់ស្រឡាញ់មឿងហ្វាហើយគាត់ស្រឡាញ់ភីមឿងហ្វាហ្នឹងមែនតើប៉ុន្តែគាត់ភ័យខ្លាចថាបើគាត់ទៅប្រាប់មឿងហ្វាទៅមឿងហ្វានឹងអត់ពេញចិត្តស្អប់គាត់ហើយលេងបានរាប់អានគ្នាហើយគាត់នៅស្មុគស្មាញក្នុងចិត្តហើយគាត់អត់ហ៊ានទៅប្រាប់ទេហើយគាត់នៅបារម្ភក្នុងចិត្តដែរដល់អញ្ចឹងទៅបងស្រីរបស់គាត់ប្រាប់ថាអញ្ចឹងគិតអីនិយាយហ្នឹងទៅនិយាយអារម្មណ៍ខ្លួនឯងទៅហើយបើសិនជាគេបដិសេធក៏ដឹងថាគេបដិសេធទៅតែអូនឯងគិតអីអូនឯងនិយាយទៅមានបងជាកម្លាំងចិត្តបងគ្រប់គ្រងអូនឯងរហូតកាត់ចូលមកខាង Sky Bar របស់មឿងហ្វាវិញឥឡូវនេះពងឃើញមានភ្ញៀវគាត់ពងញ៉ាំអីជួបលៀងតាមធម្មតាហើយក៏មានតួអង្គម្នាក់ហ្នឹងមើលទៅគួរឲ្យសង្ស័យគាត់បានដើរមកចិត្តតុកដែលគេមានគ្នាច្រើនហើយគាត់ធ្វើដួលលើគេមុនដំបូងដួលអីធម្មតាតែដួលដូចញឹកពេកចឹងបន្តិចដួលក៏ម្នាក់ទៀតហ្នឹងដែលគាត់ជាភេទទី3ហ្នឹងគាត់ខឹងហ្មងថាចង់រករឿងមែនរបៀបថាមកដួលលើគាត់រហូតតប៉ែឡាយពេញហ្នឹងអញ្ចឹងទៅក៏មានការឈ្លោះគ្នាវាយគ្នាហើយបងភេទទី3ហ្នឹងវាយសាហាវនឹងអ្នកគ្នាគឺអាប៉ែមួយប្រុសហ្នឹងនិយាយឆ្លើយដាក់គាត់អីគឺគាត់ដាល់យកធាក់យកហ្មងហើយគាត់ថាអញ្ចឹងគាត់ភេទទី3ក៏ដោយតែវាយមិនចាញ់ហែងទេហើយបន្ទាប់មកម្នាក់នៅក្នុងហាងហ្នឹងក៏បានចូលមកខាត់ភ្ញៀវកុំឲ្យវាយគ្នាកុំឲ្យឈ្លោះគ្នាតែភ្ញៀវគឺខាត់អត់ស្ដាប់ហ្មងគឺឡំប៉ាទាហោមម្ចាស់ហាងដើម្បីដោះស្រាយបញ្ហាគាត់នឹងហ្មងហើយពេលហ្នឹងដែររៀលគាត់ក៏បាញ់មកតាន់គាត់ក៏បានជួយនិយាយដែរប៉ុន្តែភ្ញៀវនឹងនៅតែអត់ស្ដាប់ហើយវាយគ្នាបន្ថែមទៀតនៅមុខគាត់ហើយខាងនិយាយទៅខាងប្រុសនឹងគឺមានអារម្មណ៍ថាមករករឿងហ្មងធ្វើមិនឲ្យបងជនភេទទី3នឹងគាត់ខឹងហើយបានបងភេទទី3នឹងបង្ករឿងឲ្យខ្លាំងហើយសម្រាប់បុគ្គលិកវិញនាំគ្នាព្យាយាមហាមហើយព្យាយាមដោះស្រាយតែភ្ញៀវនឹងគឺតាំងចិត្តថាមកបង្ករឿងហ្មងហើយពេលហ្នឹងសលេងដែលជួគ្នានឹងក៏បានលឺទៅដល់មឿងហ្វាដែលគាត់នៅក្នុង office អញ្ចឹងទៅមឿងហ្វាគាត់ក៏ប្រញាប់ស្ទុះចេញមកហើយពេលហ្នឹងទូរស័ព្ទរបស់គាត់រោល
គឺដោយសារតែធីរ៉ាក់ទេមកគាត់ហើយដល់ពេលដែលជួគ្នានឹងគឺជួខ្លាំងមែនតើចង់វាយទាំងអ្នកសម្របសម្រួលទៀតហៀហើយរៀលនៅនឹងដែរគឺរៀលបើយើងការពារហៀហ្មងខ្លាចគេវាយត្រូវហៀហើយនិយាយទៅធ្វើមិនក៏អត់ស្ងាត់ដែរលុះត្រាតែមឿងហ្វាមកដល់មឿងហ្វាស្លុតហើយមឿងហ្វានិយាយលក្ខខណ្ឌអីឡងឆោនវាថាបើនៅតែវាយគ្នាអញ្ចឹងគាត់ប្តឹងហើយឥឡូវទូទាត់សំណងអីអញ្ចឹងហើយតមកនិយាយទៅមឿងហ្វាដាក់មួយម៉ាត់មកគឺពួកនឹងចុកហ្មងហើយក៏យល់ព្រមទៅមឿងហ្វាគឺគម្រាមហ្មងបើអត់ដោះស្រាយទេនាំគ្នាទៅដេកគុកចាប់ដេកគុកក៏ដោយសារតែហាងគេនៅសុកមកវាយគ្នាក្នុងហាងអីអញ្ចឹងហើយពួកនឹងបានមឿងហ្វាចេញមកដោះស្រាយអញ្ចឹងក៏វាស្ងប់ចិត្តឈប់ជួគ្នាហើយវាចេញពីកន្លែងហ្នឹងទៅអញ្ចឹងគោលបំណងនៃការជួគ្នាហ្នឹងគឺល្បិចគេរៀបចំឲ្យវាមិននៅសុកភ្ញៀវជួគ្នាឈ្លោះរាល់ថ្ងៃមានបញ្ហារាល់ថ្ងៃហើយតាមពិតទៅមានអ្នកបញ្ជាមកមែនគឺ PO ហ្នឹងហើយ PO គាត់ចង់ធ្វើបាបមឿងហ្វាអញ្ចឹងគាត់ជួលពួកនឹងឲ្យមកបកកចំនួនអីអញ្ចឹងទៅហើយពេលដែលឃើញពួកនឹងជួគ្នាហើយគាត់បានដើរមកម្ឿងហ្វាគាត់ថាអញ្ចេះមិនឥឡូវមានរឿងរហូតចឹងហើយមឿងហ្វាក៏គាត់ឆ្លើយថាមានរឿងដោយសារមានអ្នកបញ្ជូនមកណាស្មានតែគាត់អត់ដឹងមែនគាត់ថាអញ្ចឹងកាលមុនណាក៏ធ្លាប់មានអ្នកបកករឿងដែរហើយគាត់ចាប់ពីអ្នកនឹងទៅសួរចម្លើយទៅពីអ្នកនឹងក៏ឆ្លើយការពិតថាមានគេបញ្ជូនមកតែមឿងហ្វាបើយើងសុកចិត្តអត់ទៅរករឿងអ្នកបញ្ជូនមកណាគាត់សុកចិត្តនៅស្ងប់ស្ងាត់តែលើកនេះមកទៀតហើយPO នឹងបជាគេមកហើយមកឌឺដងគេខ្លួនឯងទៀតធ្វើឲ្យមឿងហ្វាបើយើងលេងស្ងប់ស្ងាត់ទៅមឿងហ្វាបើយើងស្ដីឲ្យហ្មងគាត់ថាបើនៅតែបកករឿងយកគេមកញ៉ៃនៅហាងគាត់ទៀតណា PO នឹងក៏អត់រួចខ្លួនដែរហើយនៅពេលដែលពួកគាត់ពងបកាយគ្នានិយាយគ្នារឿងហ្នឹងក៏វាថាមនុស្សស្អប់គ្នារឿងធីរ៉ាក់ស្រាប់ត្រើមគ្នាស្រឡាញ់ធីរ៉ាក់ហើយដល់ពេលមានរឿងចឹងទៀតហត់តែឌៀមដាមរវាយគ្នានិយាយទៅរវាយគ្នានៅហ្នឹងហ្មងហើយពេលហ្នឹងណាហើយដល់ពេលដែលពួកគាត់រវាយគ្នាហ្នឹងណាធីរ៉ាក់យើងក៏បានមកដល់ហើយឃើញពីមឿងហ្វាហ្នឹងពងតវាយ PO ហ្នឹងហើយដល់ពេលពីរនាក់ពងវាយគ្នាមឿងហ្វាគាត់ក៏បានឃើញធីរ៉ាក់ដែរប៉ុន្តែដោយសារតែកំហឹងគាត់ខ្លាំងគាត់ចង់វាយមួយ PO សិនគាត់អត់បានខ្វល់មួយធីរ៉ាក់ទេហើយនៅវាយគ្នាចុះឡើងពេលហ្នឹងគឺមឿងហ្វាវាយ PO ខ្លាំងមែនតើហើយដល់អញ្ចឹងទៅធីរ៉ាក់ក៏បានស្រីថាភីហ្វាចិត្តតិចអញ្ចឹងទៅបានមឿងហ្វាគាត់ស្ងាត់ហើយគាត់តិចវិញនិយាយទៅបានប្អូនគេនឹងជួយទុកកំហឹងព្រោះថាមនុស្សមឿងហ្វាគឺចិត្តក្តៅទៅបានវាយហើយគឺវាយអត់ដកដៃហ្មងបន្ទាប់ពីវាយគ្នាហើយឥឡូវនេះគាត់មានរបួសដៃអញ្ចឹងធីរ៉ាក់ក៏បានមកហុំរបួសឲ្យមឿងហ្វាហើយកំឡុងពេលដែលហុំរបួសហ្នឹងគឺពួកគាត់អត់មាននិយាយអីរបៀបថានៅស្ងប់ស្ងាត់ទាំងអស់គ្នាហ្មងអត់មានណានិយាយអីទេហើយតមកធីរ៉ាក់ពេលដែលគាត់ហុំរបួសហើយគាត់ក៏ប្រាប់មឿងហ្វាថាគាត់សុំទៅផ្ទះវិញហើយមឿងហ្វាក៏ទាជូនទៅផ្ទះតែធីរ៉ាក់ប្រាប់ថាអត់អីទេគាត់ទៅខ្លួនឯងបានហើយមឿងហ្វាបើយើងគាត់រៀងពិបាកចិត្តដែរដោយសារតែមិញហ្នឹងគាត់វាយ PO ហ្នឹងគឺសាហាវខ្លាំងមែនតើអាចនឹងធ្វើឲ្យធីរ៉ាក់ខ្លាចគាត់កាត់ទៅខាង PO វិញណាបន្ទាប់ពីគាត់បកករឿងហើយម៉ាក់របស់គាត់ក៏បានដឹងរឿងដែលគាត់បកកហ្នឹងអ្នកនរគ្នាចាំអត់ម៉ាក់របស់គាត់ប្រាប់ថាគាត់មិនបាច់ធ្វើអីទេចាំម៉ាក់របស់គាត់ចាត់ការមឿងហ្វាឲ្យតែគាត់នេះនៅអត់ស្ងៀមទេគាត់នៅតែឆ្លៀតរករឿងមឿងហ្វារហូតដល់បកកដល់មានការវាយគ្នាខ្លាំងអញ្ចឹងម៉ាក់គាត់ខឹងគាត់ខ្លាំងមែនតើហើយម៉ាក់គាត់ជួយចិននិយាយថាហែងធ្វើឲ្យខូចកិត្តិយសមុខមាត់គាត់ខ្លាំងណាស់ហើយសម្រាប់ PO វិញណាគាត់តូចចិត្តគាត់ថាអញ្ចឹងម៉ែឯងដែរខ្វល់មួយខ្ញុំទេម៉ែឯងខ្វល់តែមុខមាត់ម៉ែឯងហ្នឹងហើយនិយាយទៅអត់ដឹងថាត្រូវនិយាយថាមិនហ្មងដែលម៉ាក់គាត់គឺជាអ្នកដែលមានតំណែងធំមួយអីអញ្ចឹងហើយដល់ពេលកូនបកករឿងជួគ្នាគាត់ខឹងហីរបៀបថាធ្វើឲ្យខូចមុខមាត់គាត់ខូចវងតកោគាត់ហើយដល់ពេលកូនរបៀបថាកូនវាយគ្នាត្រូវរបួសអញ្ចឹងហើយម៉ាក់អត់មានសួរនាំថាកូនឯងត្រូវឈឺអីអត់ទេគឺម៉ាក់គាត់មានតែស្ដីឲ្យគាត់ថែមធ្វើឲ្យ PO យើងនឹងបាក់ចិត្តខ្លាំងមែនតើបន្ទាប់ពីនិយាយមួយម៉ាក់របស់គាត់ហើយក៏បានដើរមកសាលារៀននិយាយទៅសេតខ្លាំងហ្មងដើរឡើងអត់មានព្រលឹងក្នុងខ្លួនហ្មងហើយពេលដែលគាត់ហៅឆ្លងផ្លូវនឹងគាត់ភ្លេចខ្លួនអញ្ចឹងទៅធីរ៉ាក់ក៏បានមកជួយទាញគាត់ពេលហ្នឹងដូចជាមានឡានបើកកាត់ហើយគាត់ភ្លេចខ្លួនគាត់ដើរអត់ដឹងខ្លួនទេតែបានធីរ៉ាក់ជួយគាត់ PO សប្បាយចិត្តខ្លាំងមែនតើដែលបានធីរ៉ាក់មកជួយគាត់ក៏ប៉ុន្តែរឿងបន្ទាប់គឺអត់សប្បាយចិត្តទេដោយសារតែធីរ៉ាក់លើកនេះគឺគាត់និយាយប្រាប់ PO បងថាសូមចិត្ត PO ឈប់មកញញៃមួយគាត់ព្រោះគាត់ហើយនឹងភីមឿងហ្វាហ្នឹងគឺសង្សារមែនតើហើយក៏ស្រឡាញ់គ្នាមែនតើដែររាល់ដងធីរ៉ាក់អត់ជាបដិសេធអ្នកដតីទេហើយក៏ធានហាម PO នឹងដែរតែលើកនេះគាត់មកប្រាប់ PO ហ្មងថាកុំឲ្យមកញញៃមួយគាត់ទៀតហើយ PO គាត់ឆ្ងល់ថាអញ្ចឹងគាត់ទៅស្រឡាញ់ធីរ៉ាក់យូរហើយតាមញ៉ាយយូរហើយហេតុអីក៏ធីរ៉ាក់អត់ស្រឡាញ់គាត់បែរជាទៅស្រឡាញ់មឿងហ្វារបៀបថា introvert អត់សូវនិយាយហេតុអីបានទៅស្រឡាញ់តមកធីរ៉ាក់ក៏ឆ្លើយថាឥឡូវហ្នឹងគាត់ស្រឡាញ់មឿងហ្វាហើយអញ្ចឹងសូមឲ្យតែ PO ហ្នឹងគុំញញៃមួយគាត់ទៅបានហើយអញ្ចឹង PO គឺគាត់សួរសំណួរចុងក្រោយមកថាដែរស្រឡាញ់បងអត់ធីរ៉ាក់ក៏ឆ្លើយថាអត់ដែរទេធ្វើឲ្យ PO ហ្នឹង set ស្វ័យគុណ1000ហ្មងហើយពេលធីរ៉ាក់មកសុំ PO កុំឲ្យញញៃមួយគាត់មានយកនំមកឲ្យ PO ទៀតនិយាយទៅធីរ៉ាក់ចេះដៃតទេហ្មងចង់និយាយអីធ្វើអីមួយអ្នកណាហ្នឹងមានរបស់ជាប់ដៃយកទៅឲ្យគេរហូតបន្ទាប់ពីនិយាយគ្នាហើយ
PO ក៏បានដើរចេញពីធីរៈដោយសារអស់ចិត្តសេតហើយនៅពេលដែលគាត់ដើរចេញទៅផ្លូវមកខាងទៀតគាត់ងាកមកមើលធីរៈហើយធីរៈគាត់បាននៅមើលគាត់ឯធីរៈដើរចេញទៅបាត់ហើយ PO យើងគាត់ក៏នឹកឃើញទៅដល់អតីតកាលថាហេតុអីបានគាត់ស្រឡាញ់ធីរៈគឺពេលដំបូងនេះគាត់បានជួបធីរៈបានស្គាល់ធីរៈហ្នឹងគឺដូចព្រឹត្តិការណ៍ឥឡូវហ្នឹងអញ្ចឹងគឺគាត់ឆ្លងផ្លូវភ្លេចមើលផ្លូវហើយធីរៈមកជួយគាត់ហើយតាំងពីហ្នឹងមកគាត់ចាប់អារម្មណ៍លើធីរៈស្រឡាញ់តាមញ៉ែតាមអីធីរៈតាំងពីពេលហ្នឹងមកហៀងអាណិត PO ដែរដោយសារគាត់ស្រឡាញ់ធីរៈនេះមើលទៅដូចស្រឡាញ់ពិតចេញពីចិត្តក៏ប៉ុន្តែនៅតែអត់បានសម្រេចដោយសារធីរៈស្រឡាញ់មឿងហ្វាហើយបន្ទាប់មក PO គាត់ក៏បានដើរមកអង្គុយនៅកៅអីមួយហើយគាត់រៀងសែតពេលហ្នឹងគឺគាត់យំស្រាប់តែមានវត្តមានសិស្សម្នាក់ទៀតអត់ដឹងថាតួអង្គថ្មីឬក៏មិនទេគាត់ចេញមកគាត់ប្រាប់ថា PO នឹងកុំយំកុំបាក់ចិត្តពេកហើយគាត់ឲ្យកដាស់មួយជូតទឹកភ្នែកអត់ដឹងថាគូរបស់ PO ឬក៏មិនទេគេអត់បញ្ជាក់ទេគេឲ្យយើងឃើញតែប៉ុណ្ណឹងគាត់ចូលទៅខាងក្រុមមិត្តភ័ក្តិរបស់ធីរៈវិញឥឡូវនេះពួកគាត់កំពុងញ៉ាំបាយញ៉ាំអីមួយគ្នាអញ្ចឹងហើយធីរៈហ្នឹងក៏គាត់បាននិយាយថាឥឡូវគាត់បានសុំឲ្យ PO នឹងជប់ញ៉ៃមួយគាត់ហើយមិត្តភក្តិគាត់ឡើង surprise ពេញហ្នឹងហ្មងដូចថាអត់ដែរឃើញធីរៈអញ្ចឹងទេហើយមិត្តភក្តិរបស់គាត់បាននិយាយថាអូយដោយសារតែមនុស្សមានស្នេហាមានការប្រែប្រួលហើយរៀងមានភាពក្លាហានជាងមុនអីអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅធីរៈយើងប្រែទៅជាសេតភ្លាមហើយមិត្តភក្តិរបស់គាត់ក៏សួរថាហេមិនបានសេតអញ្ចឹងរឿងមួយ PO ក៏ដោះស្រាយចប់រឿងមួយ P មឿងហ្វាក៏រលូនហេតុអីក៏ត្រូវសេតហើយពេលហ្នឹងដែរធីរៈគាត់ក៏ដាច់ចិត្តទម្លាយការប៉ັດហ្មងប្រាប់ទៅកាន់មិត្តភក្តិគាត់ពីរនាក់គឺជួយឲ្យនឹងថែបថាតំណែងគាត់ជាមួយនឹង P មឿងហ្វាហ្នឹងគឺខ្លាញ់ទេ fake dating អញ្ចឹងណាធ្វើសង្សារគ្នាខ្លាញ់ហើយគ្រាន់តែលឺអញ្ចឹងភ្លាមណាជួយឡើងខឹងហ្មងថាមិនបានអត់ប្រាប់ហើយថែបក៏ខឹងដែរថាមិត្តភក្តិគ្នាមិនអត់ប្រាប់ហើយធីរៈក៏បាននិយាយថាស្ថានភាពហ្នឹងវាបន្ទាន់ពេកបាក់ប្រាប់ហើយលីក៏គាត់បានជួយនិយាយធីរៈដែរហើយនិយាយចុះនិយាយឡើងមិត្តភក្តិរបស់គាត់ទាំងពីរទាំងជួយហើយនឹងថែបហ្នឹងអត់បានខឹងធីរៈទេរៀបថាធីរៈឡើងចង់យំហ្មងរៀបថាពងស្មុគស្មាញរឿងភីមឿងហ្វាដោយសារធីរៈគិតថាមឿងហ្វាអត់ស្រឡាញ់គាត់ហើយគាត់ពងគិតថាបើគាត់សារភាពទៅមឿងហ្វាហ្នឹងអាចនឹងឈប់រាប់អានគាត់អីអញ្ចឹងគាត់ពង stress រឿងហ្នឹងហើយតមកឥឡូវមកប្រាប់មិត្តភក្តិឲ្យមិត្តភក្តិខឹងទៀតគាត់ឡើងចង់យំដល់ពេលមិត្តភក្តិគាត់ឃើញគាត់រៀបថាអញ្ចឹងទៅបានមិត្តភក្តិគាត់ហ្នឹងអភ័យទោសឲ្យគាត់ស្រួលកុំអីហ្នឹងងោខ្ទើតនេះហើយតមកធីរៈក៏បានភាសាមួយមិត្តភក្តិគាត់ថាគាត់នឹងត្រូវទៅសារភាពប្រាប់ភីមឿងហ្វាហ្នឹងមិនទៅគាត់រៀបថាខ្លាចបាត់បង់មិត្តភាពទាំងអស់កាន់មកខាងភីមឿងហ្វាវិញនេះគាត់ពងនៅផ្ទះរបស់គាត់ហើយពេលហ្នឹងក៏មានអ្នកទេទូរស័ព្ទមកគាត់គឺម៉ាក់របស់គាត់ទេប្រាប់ថាប៉ារបស់គាត់មានឧបទ្ទហេតុល្អិលដួលហើយប៉ារបស់គាត់ឥឡូវហ្នឹងនៅហុងកុងអញ្ចឹងគាត់ត្រូវតែឡើងទៅមើលប៉ាគាត់នៅហុងកុងភ្លាមហើយពេលហ្នឹងដែរមឿងហ្វាក៏បានទេទៅកាន់លីដែរប្រាប់លីថាប៉ាមានឧបទ្ទហេតុត្រូវឡើងទៅហុងកុងភ្លាមហើយលីគាត់ពងអង្គុយមួយមិត្តភក្តិគាត់អញ្ចឹងទៅធ្វើឲ្យធីរៈក៏ដឹងថាភីមឿងហ្វាហ្នឹងត្រូវឡើងយន្តហោះភ្លាមហើយធីរៈក៏គ្នាពងមានរឿងអត់ទាន់ដោះស្រាយមួយភីមឿងហ្វាហើយឥឡូវភីមឿងហ្វាត្រូវហោះទៅហុងកុងទៀតអញ្ចឹងទៅធីរៈមានតែកិច្ចរៀនដើម្បីទៅជួបភីមឿងហ្វានៅពលានយន្តហោះសិនហើយភីមឿងហ្វាគាត់ពងបញ្ញាប់ដែរគាត់មកទិញសមុទ្រយន្តហោះភ្លាមឡើងទៅភ្លាមមួយប្អូនរបស់គាត់ហ្មងហើយពេលនេះគាត់មកលឿនជាងហើយធីរៈយើងមកតាមក្រោយស្ទះផ្លូវហងអីហងអញ្ចឹងទៅធ្វើឲ្យមកអត់ទាន់ធីរៈគាត់ខំរកភីមឿងហ្វាហើយលីដែរតែរកអត់ឃើញពេលហ្នឹងគាត់ក៏បានទៅសួរលីថាដល់ណាដល់ណីអីអញ្ចឹងទៅហើយលីក៏ប្រាប់ថាឥឡូវគាត់ឡើងដល់ច្រកអីអញ្ចឹងហើយអត់អាចឲ្យអ្នកដែលអត់ធ្វើដំណើរនឹងឡើងបានទេធ្វើឲ្យធីរៈរបស់យើងសេតភ្លាមហ្មងអត់បានជួបភីមឿងហ្វាគេហើយមិត្តភក្តិរបស់គាត់ហ្នឹងក៏ឆាតមកសួរនាំគាត់ថាមិនអីទាន់មិនទាន់អីអញ្ចឹងទៅគាត់ប្រាប់ថាអត់ទាន់ទេឥឡូវកាត់ចូលទៅដល់ហុងកុងគឺសាច់រឿងនៅ EP នេះគេឲ្យយើងឃើញគ្រួសាររបស់មឿងហ្វាយគឺគ្រួសារគាត់មានសមាជិក4នាក់ប៉ាម៉ាក់កូនប្រុស2នាក់ហើយប៉ារបស់គាត់ហ្នឹងគឺល្អិលដួលហើយត្រូវបាក់ដៃហើយបន្ទាប់មកម៉ាក់របស់គាត់ហ្នឹងភ័យខ្លាំងពេកគាត់ទេទៅកូនពេលទេទៅមឿងហ្វាហ្នឹងគាត់ភ័យគាត់ស្លន់ណាស់មែនតើហើយមឿងហ្វាគ្នាតែភ័យទៀតហើយដល់ពេលមកមើលចាក់ស្ដាយប៉ាគាត់ត្រូវរបួសតែថាអត់ធ្ងន់ធ្ងរខ្លាំងទេហើយប៉ាบอกគាត់ថាត្រូវប៉ុណ្្នឹងសោះហើយហៅកូនមកធ្វើអីដល់ពេលម៉ាក់គាត់ថាអីត្រូវប៉ុណ្្នឹងមិនធ្វើឡើងបងដៃត្រូវប៉ុណ្្នឹងមិនហើយតមកប៉ាบอกគាត់ថាអូយតិចតួចសោះហ្នឹងឲ្យកូនមកខាត់ការងារខាត់កូនរៀនអស់ហើយមឿងហ្វាជាមួយនឹងលីក៏បាននិយាយថាអីប៉ាខ្ញុំមានមិត្តភក្តិចាំគាត់មិនរៀនខ្ញុំចាំតែច្រឡំក៏បានដែរហើយមួយទៀតដោយសារតែប៉ាគាត់មានប្រជុំធំនៅថ្ងៃស្អែកហើយប៉ាគាត់មានឧបទ្ទវហេតុអញ្ចឹងអត់អាចទៅប្រជុំបានទេអញ្ចឹងមានតែមឿងហ្វាយើងចេញមុខទៅប្រជុំជំនួសប៉ារបស់គាត់កាត់ចូលម្ដងហើយប្រជុំនិយាយពីថាមឿងហ្វាសង្ហាញ៉ែហ្មងអ្នកនរគ្នាហើយឡើងចេញមកថែបែប CEO ហ្មងណាលីក៏ទៅដែរលីក៏សង្ហាដែរប៉ុន្តែលីគាត់អត់សូវនិយាយអីច្រើនទេដោយសារគាត់រៀងក្មេងជាង
ជាងមឿងហ្វាហើយបទពិសោធន៍គាត់តិចជាងមឿងហ្វាអញ្ចឹងមឿងហ្វាអ្នកដោះស្រាយលាក់និយាយជាមួយនឹងដៃគូសហការអីផ្សេងៗចឹងទៅហើយម៉ាក់គាត់ក៏មកហើយបានទៅសើកូនប្រុសគាត់ទាំងពីរហើយតមកលីគាត់ថាចេះគាត់អត់មានបានធ្វើអីទេគាត់មកតែអង្គុយហ្នឹងតែម៉ាក់គាត់ថាអូនមកអង្គុយមើលបងអញ្ចឹងយូរចេះដូចបងហីកាត់មកខាងធីរ៉ាក់វិញឥឡូវនេះសេតដឹងសេតដល់ណាដល់ណីទេអត់បានដោះស្រាយរឿងហើយអត់បានជួបទៀតនេះធ្វើមិនទៅគាត់ក៏មកអង្គុយសេតហ្នឹងហើយពេលហ្នឹងក៏គាត់ឆាតមកលីសួរថាលីមិនហើយអញ្ចឹងហើយលីគ្រាន់ឃើញឆាតរបស់ធីរ៉ាក់ហើយមិត្តភ័ក្តិរបស់គាត់ក្នុងក្រុមហ្នឹងគាត់ក៏សួរទៅមឿងហ្វាដោយសារគាត់អង្គុយចិត្តគ្នាថាមឿងហ្វាមួយធីរ៉ាក់ហ្នឹងមិនជ័យហើយតមកមឿងហ្វាគាត់និយាយថាគាត់បារម្ភរឿងធីរ៉ាក់គាត់ស្រឡាញ់ធីរ៉ាក់ហើយគាត់ខ្លាចធីរ៉ាក់អត់ស្រឡាញ់គាត់អ្នកងល់គ្នាបើខ្ញុំជាលីវិញខ្ញុំតឹងធំខ្លាំងណាស់នៅមួយធីរ៉ាក់ខ្លាចមឿងហ្វាអត់ស្រឡាញ់ខ្លួនឯងនៅមួយមឿងហ្វាខ្លាចធីរ៉ាក់អត់ស្រឡាញ់វិញនិយាយទៅត្រឡប់ទៅលិនទៅវិញទៅមកហើយលីគាត់ហៅនិយាយប្រាប់ឲ្យថាកុំគិតចឹងធីរ៉ាក់ក៏ស្រឡាញ់បងឯងក៏ស្រឡាញ់ធីរ៉ាក់ក៏ប៉ុន្តែម្នាក់អត់មានស្ដាប់គាត់ទេនិយាយតែថាបារម្ភខ្លាចគេអត់ស្រឡាញ់ហើយឈប់និយាយដូរ topic បាត់អញ្ចឹងទៅហើយលីនេះអូយនៅជាអាញាកដាលនេះធឹងធំខ្លាំងមែនតើហ្មងកាត់ទៅខាងធីរ៉ាក់វិញឥឡូវនេះក៏កំពុងតែអង្គុយធ្វើមេរៀនកិច្ចការសាលារបស់គាត់ហើយពេលហ្នឹងដែរម៉ាក់របស់គាត់ក៏មើលទៅឃើញថាកូនរបស់គាត់រៀងសេតអត់មានរបៀបថាអត់មានប្រឡឹងប្រឡេះនៅក្នុងខ្លួនណាគាត់ក៏មកសួរនាំថាកើតអីបើមានអីត្រូវប្រឹក្សាមួយម៉ាក់អាចពិភាក្សាមួយម៉ាក់បានហើយតមកតាគាត់ក៏មកនិយាយដែរគាត់ថាអញ្ចឹងចៅដែលមានជីវិតជីវ៉ារបៀបថារស់រវើករបស់គាត់មិនឥឡូវមកស្ងប់ស្ងាត់ដូចពិបាកចិត្តរឿងអីចៅអីមានរឿងអីត្រូវពិភាក្សាមួយមួយម៉ាក់បានភាសាមកតាម៉ាក់ចាំ support ចៅរហូតនិយាយទៅគ្រួសារគេឈុតគ្រប់គ្នាហ្មងកាត់ទៅខាងគ្រួសាររបស់មឿងហ្វាវិញឥឡូវនេះគឺកម្មវិធីជួបលៀងនឹងហើយប៉ាម៉ាក់របស់គាត់នេះគឺសប្បាយចិត្តមែនតើព្រោះថ្ងៃនេះបានបើកបង្ហាញមុខកូនកំឡោះដ៏ស្រស់សង្ហាទាំងពីរអ្នកនិយាយថាសង្ហាស៊ីដាច់គេមកកម្មវិធីហ្នឹងហ្មងហើយស្រាប់កម្មវិធីហ្នឹងក៏អត់មានអីឲ្យយើងនិយាយច្រើនដែរគ្រាន់តែណែនាំខ្លួនតិចតួចអីហ្នឹងហើយបន្ទាប់មកពេលដែលចប់កម្មវិធីពួកគាត់ក៏ត្រឡប់មកផ្ទះវិញហើយបន្ទាប់មកប៉ាម៉ាក់កូនទាំង4នាក់ហ្នឹងក៏បានអង្គុយនិយាយគ្នាសួរនាំសុខទុក្ខគ្នាទៅវិញទៅមកហើយពេលហ្នឹងដែរប៉ាម៉ាក់របស់គាត់គឺទៅសើកូនខ្លាំងមែនតើថាកូនប្រកែជាពិសេសគឺសរសើរមឿងហ្វាហើយដោយសារតាលីគាត់នៅក្មេងជាងមឿងហ្វាអញ្ចឹងណាការងារគាត់អត់សូវដឹងហ្មងទេមឿងហ្វាដឹងជាងហើយម៉ាក់ប៉ាគាត់ក៏សើមឿងហ្វាជាងក៏ប៉ុន្តែលីអត់មានចំណែកអីបងឯងមានតែយកបងធ្វើជា idol ហើយម៉ាក់របស់មឿងហ្វាក៏បានសួរនាំមឿងហ្វាទាក់ទងនឹងរឿងស្នេហាដែរដោយសារតាមឿងហ្វាគាត់ធ្លាប់មានប្រវត្តិខូចចិត្តរឿងស្នេហាដល់ថ្នាក់បាត់មាត់បាត់កអញ្ចឹងទៅគាត់បារម្ភថាឥឡូវកូនមិនចោយរឿងស្នេហាអីអញ្ចឹងឥឡូវមានស្រឡាញ់ណាគេអត់ហើយមឿងហ្វារបស់យើងឡើងអៀនខ្វាចហ្មងរបៀបថាឥឡូវយើងគេស្រឡាញ់ធីរ៉ាក់អីអញ្ចឹងហើយគេអត់តកាត់ថាប្អូននឹងស្រឡាញ់គេវិញអត់ទេគេរៀងបារម្ភហើយប៉ាម៉ាក់ក៏បាននិយាយថាអញ្ចឹងឥឡូវចាំពេលប៉ាម៉ាក់ទៅលេងប្រទេសថៃវិញចាំនាំប្អូនមកជួបប៉ាម៉ាក់មកណាចង់ដឹងថាណាគេដែលអាចធ្វើឲ្យកូនរបស់ម៉ាក់នេះសុខចិត្តត្រឡប់ទៅមានស្នេហាវិញហើយលីគេក៏បានប្រាប់ប៉ាម៉ាក់ដែរថាម្នាក់ហ្នឹងខ្ជូតគួរឲ្យស្រឡាញ់ណាពេលប៉ាម៉ាក់ជួបដឹងតែចូលចិត្តទេក៏ប៉ុន្តែគាត់បានប្រាប់ថាម្នាក់ហ្នឹងជាមិត្តភក្តិគាត់អីទេហើយមឿងហ្វាយើងវិញនិយាយពីថាអញ្ញឹមបិទមាត់អត់ចិត្តហ្មងណាសម្រាប់ EP 7របស់យើងគឺចាប់ត្រឹមនេះឯងចាំជួបគ្នានៅ EP 8 បាយបាយ